ខ្ញុំសូមលើកឡើងនៅគុណតម្លៃស្នូលដែលសាលាភូមិរដ្ឋបាលបានឧទ្ទិសបង្កើតនិងថែរក្សាបដិបត្តិប្រតិបត្តិមកដល់ពេលនេះដែលយើងខ្ញុំក្នុងនាមជាមន្ត្រីរាជការផងដែរក៏បានចូលរួមចំណែកក្នុងការប្រតិបត្តិនៅគុណតម្លៃទាំង4ប្រការនេះផងដែរទី1គឺវិន័យទី2គឺគុណភាពទី3គុណធម៌និងទី4អ្នកវិនិវត្តសម្រាប់យើងខ្ញុំវិន័យគឺមានសារៈសំខាន់ណាស់ហើយមានវិសាលភាពទៅតាមកម្រិតនិងជម្រៅខុសៗគ្នាចាប់ផ្ដើមពីផ្ទាល់ខ្លួនវិន័យនេះបើយើងនិយាយតាមពុទ្ធឱវាទក្នុងចំណោមព្រះធម៌ទាំង 84,000 បឋមខណ្ឌសង្ខេបមកមានតែ2ម៉ាត់ទេបើយើងរៀនណាមានធម៌វិន័យនិយាយឲ្យខ្លីជាងនឹងទៀតគឺនៅសល់តែធម្មៈនេះគឺមានន័យទូលំទូលាយគ្រប់ដប់ទៅលើគ្រប់អ្វីសពយ៉ាងទាំងអស់ពុទ្ធឱវាទក៏ជាធម្មៈសភាវៈដែលទ្រទ្រង់លោកធាតុលោកធម៌ចក្រវាលនេះក៏ជាធម្មៈអ្វីដែលជាសេចក្តីពិតកំពុងប្រកបនេះក៏ធម្មៈចឹងហើយបានជាក្នុងការអប់រំទូន្មានរបស់ព្រះពុទ្ធសាសនាយើងគឺរក្សាចិត្តឲ្យនៅក្នុងធម៌ដើម្បីជាប្រយោជន៍ដល់ការរក្សាកាយនិងវាចាឲ្យនៅក្នុងធម្មចរិយាប្រែថាដំណើរប្រព្រឹត្តទៅនៃធម៌បើយើងនិយាយអំពីមនុស្សម្នាក់ត្រូវមានវិន័យធម្មតាវិន័យមានន័យច្រើនទៅទៀតជួនកាលយើងប្រើពាក្យថាទណ្ឌកម្មវិន័យសម្រាប់ការអនុវត្តទោសចំពោះអ្នកដែលប្រព្រឹត្តខុសវិន័យប៉ុន្តែបើយើងនិយាយអំពីទិដ្ឋភាពផ្ទាល់ខ្លួនវិន័យនេះគឺចាប់ផ្ដើមពីការអប់រំចិត្តឲ្យមានឆន្ទៈក្នុងការស្រឡាញ់អោបក្រសោបយកនៅសេចក្តីល្អយកមកដាក់ខ្លួនដោយចិត្តបរិសុទ្ធប៉ុន្តែចិត្តរបស់យើងនេះប្រៀបដូចជាទឹកនៅក្នុងបឹងអញ្ចឹងជួនត្រូវខ្យល់ជួនត្រូវធូលីក៏វាល្អក់កមើលបានមិនឃើញអញ្ចឹងហើយបានជាវិន័យនេះជួយតម្រង់ចិត្តគ្រីកចិត្តតម្រឹមអេរយារបស់យើងឲ្យស្ថិតនៅក្នុងធម្មចរិយានៅក្នុងសេចក្តីល្អក្នុងពេលដែលចិត្តរបស់យើងមិនល្អអញ្ចឹងដំបូងឡើយយើងអប់រំទៅចិត្តយើងស្រវាយកសេចក្តីល្អប៉ុន្តែនៅពេលដែលចិត្តនឹងល្អវិន័យអ្នកពង្រឹងចិត្តនឹងឲ្យល្អវិញអញ្ចឹងសង្កត់ភាពនៅក្នុងការប្រតិបត្តិជាកិច្ចការសំខាន់ណាស់ដើម្បីធានាការរក្សាវិន័យរបស់យើងឲ្យស្ថិតនៅលើបន្ទាត់មួយសមស្របទោះបីជាមានការប្រែប្រួលនៃចិត្តនឹងប្រព្រឹត្តទៅយ៉ាងណាក៏ដោយក៏អេរយាប័តរបស់យើងនៅរក្សាបាននេះហៅថាវិន័យនិយាយឲ្យស្រួលស្ដាប់ថាពេលដែលយើងត្រេះរិះពិចារណាទទួលយកនៅវិន័យហើយទោះបីជាក្រោយមកចិត្តយើងចង់ក្តីមិនចង់ក្តីក៏ត្រូវតែរក្សាវិន័យនឹងជាប់នៅក្នុងចិត្តនៅក្នុងវាចានៅក្នុងកាយរបស់យើងផងដែរនេះនិយាយពីបុគ្គលបើយើងនិយាយពីសាលាយើងមានបទបញ្ជាផ្ទៃក្នុងរបស់សាលាយើងមានអភិក្រមរបស់សាលានិយាយក្នុងស្ថាប័នមានបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័នបើយើងនិយាយអំពីក្នុងក្រុមហ៊ុនមានបទបញ្ជារបស់ក្រុមហ៊ុនបើយើងនិយាយពីក្នុងក្រសួងក៏មានគោលការណ៍សេចក្តីណែនាំចរាចរណ៍ណែនាំនានាបើយើងនិយាយនៅក្នុងប្រទេសជាតិយើងមានច្បាប់មានប្រជាក្រិតយើងមានអក្រិតយើងមានបទបញ្ជាដើម្បីរក្សាវិន័យនឹងឲ្យល្អគ្រាន់តែយើងមិនប្រើពាក្យថាវិន័យយើងប្រើទៅតាមបរិបទជំរឿនៃវិន័យហើយវិន័យនេះត្រូវបានរក្សាទុកសម្រាប់តែក្នុងជាលក្ខណៈជាក្រមសីលធម៌ទី2គឺគុណភាពនេះសំខាន់ណាស់ជាពិសេសនៅក្នុងបរិបទដែលយើងកំពុងតែធ្វើកិច្ចការកែតម្រង់លើគ្រប់វិស័យជាពិសេសគឺការកែតម្រង់ក្នុងវិស័យសាធារណៈយើងធ្វើការជាប្រចាំចាប់ផ្ដើមពីការរៀនសូត្រដកពិសោធន៍រហូតទៅដល់ការពង្រឹងគុណភាពនៃការងាររបស់យើងសឹងតែនៅគ្រប់ស្ថាប័នទាំងអស់សិតតែបានឆ្លងកាត់ពីស្ថានភាពទទេមកកាន់ស្ថានភាពដែលមានអ្វីច្រើនយ៉ាងឬក៏សពយ៉ាងបាទហើយកិច្ចការទាំងអស់នេះគឺស្ថិតនៅលើដំណើរនៃការប្រែក្លាយពីស្ថានភាពនៃបរិមាណមកកាន់គុណភាពចាប់ផ្ដើមពីបរិមាណមកកាន់គុណភាពទាំងប្រភេទការងារទាំងទំហំការងារទាំងប្រភេទមនុស្សទាំងបរិមាណមនុស្សទាំងគុណភាពមនុស្សគឺសិតតែឆ្លងកាត់ដំណើរវិវត្តទី3គឺគុណធម៌នេះមានសារៈសំខាន់ណាស់ដែលមើលមិនឃើញពណ៌មិនត្រូវតែនៅគ្រប់ទីកន្លែងมันមានអ្នកស្ដីมันមានអ្នកថាតែនឹងទទួលបាននៅទណ្ឌកម្មដោយមិនដឹងខ្លួននៅពេលដែល
ដំណើរនៃការប្រឆាចគុណធម៌បានលេចឡើងទី4អ្នកវិនិវត្តជារបស់ដែលកើតចេញមកពីការកែច្នៃនៅពេលដែលយើងប្រឈមមុខនឹងស្ថានភាពការងារដែលมันមានអ្វីសពយ៉ាងទាំងអស់ចាប់ផ្ដើមពីទទេទុនរបស់យើងតែមួយគត់ដែលផ្ដល់នៅក្តីសង្ឃឹមផ្ដល់នៅកម្លាំងចិត្តផ្ដល់នៅកម្លាំងប្រាជ្ញាផ្ដល់នៅឆន្ទៈសម្រាប់បម្រើការងាររបស់ខ្លួនគឺអ្នកវិនិវត្តប្រែថាអ្វីៗគឺយើងអាចបង្កើតបានហេតុអ្វីបានជាអ្វីៗដែលអាចបង្កើតបានបើយើងនិយាយជ្រៅទៅមកពីអ្វីៗទាំងអស់ជារបស់ទទេបើយើងនិយាយអំពីទស្សនវិជ្ជាបែបពុទ្ធសាសនាមកពីទទេទើបអាចបង្កើតបានប៉ុន្តែបើសិនជារបស់នេះមានខ្លឹមនៅខាងក្នុងគឺយើងបង្កើតបានទេបាទ